ពេលដែលយើងបន្តធ្វើការអភិវឌ្ឍខ្លួនយើងឲ្យคล้ายទៅជាគ្រូដ៏អស្ចារ្យគឺមានកម្រិតឥទ្ធិពលខ្ពស់ណាស់បាទអូខ្ញុំចង់ចូលរួមចម្លើយបន្តិចដែរសម្រាប់លោកបញ្ញាពីព្រោះយើងអ្វីដែលយើងនិយាយមានន័យថាមិនជាការយល់សប្តិឬក៏គ្រាន់តែជានិយាយឲ្យប្រុសស្ដាប់ដែរតាមការសិក្សាស្រាវជ្រាវគេទទួលស្គាល់ចាំបានយើងមានអាជីពជាគ្រូពេលដែលយើងបន្តធ្វើការអភិវឌ្ឍខ្លួនយើងឲ្យคล้ายទៅជាគ្រូដ៏អស្ចារ្យគឺមានកម្រិតឥទ្ធិពលខ្ពស់ណាស់អាចថាយើងគ្រូអស្ចារ្យម្នាក់អាចមានកម្រិតដល់រហូតដល់ការផ្លាស់ប្ដូរវាសនាមនុស្សជាតិដូចយើងបារម្ភមកគ្រូព្រះពុទ្ធព្រះយេស៊ូវគ្រីស្ទក៏គេចាត់ទុកជាគ្រូឡៅជឺខុងជឺសូក្រាតគឺសុទ្ធតែជាកម្ពុជាគ្រូដែលអស្ចារ្យដែលលំដាប់នៃការអភិវឌ្ឍហ្នឹងគឺពិតជាអាចចូលរួមក្នុងការផ្លាស់ប្ដូរវាសនាមនុស្សជាតិដូចយើងមែនតែនកើតមកមានប្រពុតពេលខ្លះយើងអត់ទាំងដឹងយើងអត់ទាំងបានស្គាល់ផងតែមរតករបស់លោកបានផ្លាស់ប្ដូរវាសនារបស់ពួកយើងពេលដែលយើងកើតមកនៅក្នុងជាទឹកដីនៃកាន់ប្រពុតផ្សេងកាន់យេស៊ូវគ្រីស្ទផ្សេងកាន់សាសនាមូស្លីមផ្សេងអញ្ចឹងទទួលមរតកនឹងពីណាគឺគ្រូប៉ុន្តែអ្វីដែលខ្ញុំចង់លើកទឹកចិត្តឲ្យគ្រូយើងសម័យថ្មីនេះគឺត្រូវតែបន្តធ្វើការអភិវឌ្ឍភាពអស្ចារ្យរបស់ខ្លួនពីព្រោះយើងឥឡូវវាសម្បូរបែបវាអត់ពិបាកដូចពីមុនយើងចង់រៀនចង់ស្រាវជ្រាវយើងពិបាកណាស់ប៉ុន្តែឥឡូវដោយសារវិទ្យាសាស្ត្រនេះរីកចម្រើនខ្លាំងយើងចង់រៀនចង់ចេះចង់ដឹងយល់អីក៏បានដែរតាមរយៈអីថន Google មួយក៏ជា the answer ជាថនដែលយើងចេះប្រើកម្មវិធីអ៊ីនធឺណិត Google គឺវាផ្ដល់ចម្លើយគ្រប់បែបយ៉ាង YouTube ក៏ផ្ដល់ចម្លើយគ្រប់បែបយ៉ាងហើយឥឡូវនេះយើងវិវត្តទៅដល់លំដាប់គេហៅ AI ទៅទៀតអញ្ចឹងអាចថាជាឱកាសមួយដែលគ្រូទាំងអស់គ្នាត្រូវតែបន្តធ្វើការអភិវឌ្ឍភាពអស្ចារ្យរបស់ខ្លួនដើម្បីចូលរួមក្នុងការផ្លាស់ប្ដូរវាសនាឬក៏ជួយប្រជាជាតិរបស់យើងឲ្យឆ្ពោះទៅវិជាជាតិដ៏អស្ចារ្យបានដែរ